ខ្ញុំបាទឈ្មោះអៀកំស្រីជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានឥឡូវនេះខ្ញុំបានទទួលคลิปរបស់អូនយុវជនកូនខ្មែរដែលបងអូនបានឆ្លើយតបមកហើយនឹងដាក់សំណួរដ៏ល្អសម្រាប់ហៅថាជាសំណួរដែលមានការពាក់ព័ន្ធនឹងប្រទេសជាតិហើយក៏ជាវិបត្តិដល់ប្រទេសជាតិយើងផងដែរដូចជាទន្ទឹមនឹងពេលហ្នឹងមុននឹងការបកស្រាយនៅសំណួរក៏ខ្ញុំលើកពីវិបត្តិបញ្ហាប្រទេសខ្មែរយើងនិយាយអំពីយុវជនទំពាំងស្នងឫស្សីក៏ប៉ុន្តែបើយើងបកស្រាយនៅក្នុងសង្គមវិញ្ញាណពិនិត្យឲ្យបានពិតប្រាកដថាសង្គមយើងសពថ្ងៃនេះទោះបើសិនជាយើងនិយាយថាទំពាំងវានឹងស្នងខ្លាយទៅជាឫស្សីនឹងអាចយកមកប្រើប្រាស់បានទៅថ្ងៃក្រោយក៏ប៉ុន្តែបើយើងមើលពីសកម្មភាពនិងភាពជាក់ស្ដែងនៅលើសង្គមខ្មែរយើងសពថ្ងៃនេះបានន័យថាទំពាំងនៅស្រុកខ្មែរយើងមាន3ប្រភេទដែលមិនអាចនឹងខ្លាយទៅជាឫស្សីបានទេសពថ្ងៃហ្នឹងដែលក្រោមយុទ្ធសាស្ត្របំពុះបំពុលពីល្បិចកលរបស់យួនដើម្បីកុំឲ្យទំពាំងហ្នឹងឲ្យคล้ายទៅជាឫស្សីនឹងអាចប្រើប្រាស់ទៅថ្ងៃក្រោយដូចជាចំណុចហ្នឹងទំពាំងមិនអាចคล้ายទៅជាឫស្សីវាមាន3ប្រភេទយើងនិយាយពីទំពាំងទី1គេហៅថាជាក្រុមគណៈបកប្រជាជនអញ្ចឹងយុវជនទាំងអស់ដែលហៅថាជាទំពាំងស្នងឫស្សីក៏ប៉ុន្តែយុវជនក្រោមរូបភាពនៃការគ្រប់គ្រងរបស់គណៈបកប្រជាជនបានន័យថាទំពាំងហ្នឹងមិនអាចคล้ายទៅជាឫស្សីបានទេពីព្រោះយើងមើលឃើញថាប្រទេសខ្មែរយើងយួនបានយកទឹកដីខ្មែរយើងគ្រប់គ្រងលើទឹកដីខ្មែរយើងរួចទៅហើយក៏ប៉ុន្តែបែរជាគណៈបកប្រជាជនទៅគ្រប់គ្រងទៅការពារ7មករាពីព្រោះយើងដឹងថា7មករាគឺជាថ្ងៃយួនមកឈានពានយកទឹកដីខ្មែរយើងសម្រេចបានជាស្ថាពរនៃការគ្រប់គ្រងដូច្នេះមិនតែវាវេកញែកពីរឿងសត្រូវឲ្យបានពិតប្រាកដវាមិនត្រឹមតែវេកញែកទេបែរជារួមកម្លាំងទៅគ្រប់គ្រងបន្ថែមទៀតអានឹងហើយដែលសបញ្ជាក់ឲ្យឃើញថាទឹកដីខ្មែរយើងនឹងបាត់បង់វិនិច្ឆ័យអន្តរាយនៃការគ្រប់គ្រងកាន់តែយ៉ាប់យ៉ឺនថែមទៀតអានេះយើងនិយាយពីទំពាំងរបស់គណៈបកប្រជាជនមិនអាចคล้ายទៅជាឫស្សីបានទេឥឡូវយើងបញ្ជាក់បង្ហាញពីទស្សនវិជ្ជានិងភាពជាក់ស្ដែងដែលសបញ្ជាក់ឲ្យឃើញថានៅក្នុងរយៈពេលតាំងពី79មកទល់នឹងឆ្នាំ2017នេះបានន័យថាជាង30ឆ្នាំហើយសកម្មភាពនយោបាយនៅក្នុងប្រទេសអត់មានឃើញអីជាវិជ្ជមានបានន័យថាវិបត្តិកាន់តែកើនឡើងធ្ងន់ឡើងហើយខ្លាំងឡើងថែមទៀតឥឡូវយើងនិយាយពីចំណុចទី1យើងនិយាយថាទំពាំងអត់បានការបានតែមិនអាចคล้ายទៅជាឫស្សីបានហើយក៏មិនអាចយកមកបរិភោគបានទៀតអានេះយើងនិយាយពីទំពាំងគណៈបកប្រជាជនឥឡូវទី2យើងនឹងបកស្រាយមកលើទំពាំងស្នងឫស្សីមកលើគណៈបកសង្គ្រោះជាតិម្ដងក្នុងយុវជនគណៈបកសង្គ្រោះជាតិយុវជននឹងទំពាំងយុវជនគណៈបកសង្គ្រោះជាតិមិនអាចคล้ายទៅជាឫស្សីបានទេបើយើងពិនិត្យទៅក៏មិនអាចคล้ายទៅជាឫស្សីបានទេពីព្រោះទំពាំងហ្នឹងវាដុះចេញមកវាតបៅរិចរិលណាវាមានស្នាមក៏ប៉ុន្តែយើងអាចយកមកដាំស្លបានដូចជាយើងចង់មកធ្វើជាប្រហើដើម្បីចង់បន្សាបទំពាំងហ្នឹងយើងស្ងោរជាមួយនឹងកទៅរងាស់វាដើម្បីបន្សាបជាតិពុលទៅអាចយកមកធ្វើជាស្លប្រហើទំពាំងបានណាដាក់ជាមួយនឹងស្លឹកបាសអីទៅអាចបរិភោគដោយឆ្ងាញ់នឹងការទទួលទានបានអានឹងយើងនិយាយថាយុវជននៅក្នុងគណៈបកសង្គ្រោះជាតិក៏ប៉ុន្តែពិតមែនតែមិនអាចคล้ายទៅជាឫស្សីក៏ប៉ុន្តែក៏អាចคล้ายទៅជាម្ហូបចំណីដ៏ឆ្ងាញ់អាចយកមកស្រស់ស្រូបនឹងការបរិភោគផងដែរអានេះយើងនិយាយពីគណៈបកសង្គ្រោះជាតិពិតមែនតែមិនអាចคล้ายទៅជាឫស្សីក៏ប៉ុន្តែក៏មានអត្ថប្រយោជន៍ខ្លះសម្រាប់យកមកចំអិននឹងការបរិភោគអានេះយើងនិយាយពីគណៈបកសង្គ្រោះជាតិឥឡូវបន្តមកទៀតយើងនិយាយពីយុវជននៅក្នុងគណៈបកកណ្ដួយមាក់បកចោលសម្ព័ន្ធយួន3សាច់រន្ទះបាញ់អគមវាសនាសម្បានន័យថាសបញ្ជាក់ឲ្យឃើញថាបើសិនជាយុវជននៅក្នុងចង្កោមកណ្ដួយមាក់បកចោលសម្ព័ន្ធយួន3សាច់រន្ទះបាញ់ហ្នឹងបានន័យថាវាប៉ះពាល់ដល់គុំឫស្សីធ្ងន់ធ្ងរណាស់ហើយវាប៉ះពាល់ដល់ប្រទេសជាតិធ្ងន់ធ្ងរណាស់ហើយមិនត្រឹមតែប៉ះទេអាចតែធ្វើឲ្យបំពុលដល់សង្គមទៀតដូចជាចំណុចហ្នឹងយើងនិយាយថាជាទំពាំងបំពុលសង្គមអ្នកដែលចូលកណ្ដួយមាក់បកចោលសម្ព័ន្ធយួន3សាច់រន្ទះបាញ់ LDP នេះបានន័យថាពួកអស់ហ្នឹងគ្មានយុទ្ធសាស្ត្រគ្មានក្បួនខ្នាតតែគិតគូរពីបញ្ហាប្រទេសជាតិទេអ្វីដែលវាគឺថាចូលរួមសិតតែខ្លាំងជាងពួកគ្រឿងញៀនហើយពួកដែលអ្នកចូល LDP ពោពេញដោយសិតតែពួកគ្រឿងញៀនឪពុកម្ដាយនិយាយអត់ស្ដាប់គ្មានអ្នកណាបដៅបានទេមានតែអាគឹមវាសនាដែលវាអាចយកទៅបណ្ដុះបណ្ដាលបដៅពួកនឹងបដៅឲ្យទៅជាមនុស្សឆ្លើយសង្គមអត់មានដឹងថាខុសហើយត្រូវមុខវាបែរទៅណាមុខវាគ្រប់គ្រងទៅណាវាទៅតែនឹងហើយវាអត់ចេះស្ដាប់ទៅលើអ្នកណាទេក្រៅតែពីស្ដាប់មេវាក្រៅតែពីស្ដាប់គ្រូវាដោយអាទ្រឹស្ដីមួយថាអានេះតែវាចូលក្នុងបកនឹងហើយវាអត់ខ្វល់ថាគំនិតវាមានគំនិតអីវាអត់គិតវាមានតែគំនិតថាអាមេវានឹងគឺអស្ចារ្យអញ្ចឹងបានន័យថាវាយល់ថាមេវាអស្ចារ្យតែទស្សនៈវាវិញតែវាអស្ចារ្យអត់បានន័យថាវាអត់មានអីទាំងអស់ដូចជាគំនិតវាការចេះដឹងការយល់ដឹងអត់មានអីមានតែមួយទេគឺជឿទៅលើកណ្ដួយមាក់បកចោលយួន3សាច់រន្ទះបាញ់អាគឹមវាសនានឹងអ្វីដែលវាជឿតែប៉ុណ្្នឹងហើយយើងសូមសួរថាឥឡូវឲ្យបងប្អូនរួមជាតិពេញពិភពលោក
អ្នកដែលចូលរួមជាមួយនឹងអាគណៈបក LDP ឲ្យបងប្អូនបើចូលរួមនៅក្នុងគ្រួសារគឺបែកបាក់គ្នាវាមិនដែលឲ្យមានគំនិតអីខ្លួនឯងនិយាយឲ្យមានហេតុផលត្រឹមត្រូវទេវាយកតែទ្រឹស្ដីពីព្រះពីព្រះពុទ្ធយកមកប្រើហើយវាជេរព្រះផងវាលើកព្រះទៀតហើយសួរថាអ្នកណាគំនិតខ្លួនវាឥឡូវដើម្បីបញ្ជាក់នៅហេតុផលជាក់ស្ដែងវាបើកនៅវេទិកាដើម្បីឃោសនាទាញបញ្យល់ប្រជាពលរដ្ឋដល់សំណួរគេសួរវាអត់មានឆ្លើយពីសំណួរគេទេវាឆ្លើយទៅទន្ទិញពីយន្តការ8ចំណុចអាណាសួរអីសួរទៅវាអត់ខ្វល់ហើយក៏វាអត់ឆ្លើយតបនឹងសំណួរគេដែរអ្វីដែលវាឆ្លើយវាទន្ទិញយន្តការ8ចំណុចអាកន្លែងហ្នឹងហើយដែលជាវិបត្តិដែលជាបញ្ហាប៉ះពាល់ដល់សង្គមជាតិយើងធ្ងន់ធ្ងរណាស់ដែលហៅថាគណៈបកនឹងថ្ងៃក្រោយគឺជាគណៈបកបំផ្លាញសង្គមបំផ្លាញគុំរិស័យក៏បំផ្លាញជាតិយើងដែរហើយក៏យើងបញ្ជាក់ឲ្យបានច្បាស់លាស់ទៅផងដែរថាហើយងាយស្រួលឲ្យបងប្អូនយើងមើលក៏ឃើញច្បាស់ណាស់ឲ្យតែក្រុមពួកអាសម្ព័ន្ធចៅយួន3សាច់នឹងផ្ទះបាញ់ LDP នេះបានន័យថាយើងមើលឃើញពួកអាហ្នឹងគឺជាទំពាំងបំពុលសង្គមអាហ្នឹងងាយនឹងយើងចងចាំងាយយើងកត់ចំណាំដើម្បីបញ្ជាក់ឲ្យច្បាស់លាស់ថាគណៈបកហ្នឹងគឺជាកណ្ដួយមាក់បកចៅសម្ព័ន្ធយួន3សាច់រន្ទះបាញ់ LDP ក្រោមការដឹកនាំរបស់កណ្ដួយមាក់អាមេចៅយួន3សាច់អាខឹមវិស្នាដូចជាចំណុចហ្នឹងដែលបញ្ជាក់បង្ហាញឲ្យឃើញថាគណៈបកវិបើកហ្នឹងក្រោមយុទ្ធសាស្ត្រដែលយួនបង្កើតមកគេគណៈបកបំបែកក្រោមរូបភាពនៃការឈឺចាប់ហ្នឹងគណៈបកវាដើម្បីកុំឲ្យយើងចំណាយពេលវេលាយូរខ្ញុំនឹងចាក់ដល់คลิปរបស់យុវជនកូនខ្មែរដែលបានដាក់សំណួរមកសួរខ្ញុំដូចតទៅសួស្តីបងប្អូននៅបណ្ដាញសង្គម Facebook ទាំងអស់ថ្ងៃនេះខ្ញុំកូនខ្មែរសូមធ្វើការ live វីដេអូមួយណាចេះខ្ញុំចង់មានរឿងខ្លះចង់និយាយប៉ុន្តែគ្រាន់ថាមុននឹងនិយាយខ្ញុំសូមឆ្លើយតបទៅនឹងលោកពូអៀកំស្រេងណាគាត់បានបញ្យល់ហើយក៏ដូចជាការណែនាំនៅរឿងប្រវត្តិសាស្ត្រខ្លះណាចំពោះខ្ញុំហើយក៏ដូចជាកូនខ្មែរទាំងអស់ដែរណាខ្ញុំសូមអរគុណលោកពូដែលបានណែនាំនៅប្រវត្តិសាស្ត្រនេះហើយគាត់ចេះគាត់ខ្ញុំនិយាយលោកពូថារឿងប្រវត្តិសាស្ត្រទាំងអស់នេះខ្ញុំក៏មានការស្វែងយល់ខ្លះដែរប៉ុន្តែអ្វីដែលខ្ញុំនិយាយចេញមកគឺខ្ញុំចង់និយាយពីអ្វីដែលខ្ញុំអាចនិយាយបានព្រោះការនិយាយពូដឹងហើយថានៅក្នុងស្រុកខ្មែរយើងការនិយាយមានកម្រិតហើយកម្រិតទាំងអស់ហ្នឹងគឺកម្រិតទៅដោយច្បាប់និងរដ្ឋធម្មនុញ្ញអញ្ចឹងកូនខ្មែរដែលនៅក្នុងស្រុកខ្មែរប្រកាសជាមិនអាចនិយាយអ្វីដែលលើសណាអ្វីដែលលើសប៉ុន្តែប្រវត្តិសាស្ត្រកូនខ្មែរទាំងអស់ដូចជាខ្ញុំក៏ដោយទាំងអស់គ្នាដែលជាកូនខ្មែរគួរតែសិក្សាស្វែងយល់ដឹងហើយនឹងយ៉ាងណាក៏ត្រូវតែដឹងដែររឿងប្រវត្តិសាស្ត្រប៉ុន្តែអ្វីដែលអាចនិយាយចេញមកបានគឺនិយាយបានតែប៉ុណ្្នឹងណាលោកពូខ្ញុំសូមមែនថាអរគុណដែលលោកពូបានប្រាប់ពីចំណុចយ៉ាងច្បាស់លាស់ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺខ្ញុំមិនអាចនិយាយដូចលោកពូបានទេណាខ្ញុំអាចនិយាយពីអ្វីដែលខ្ញុំអាចនិយាយបានប៉ុណ្្នឹងទេណាចំពោះតែទឹកចិត្តស្រឡាញ់ប្រទេសជាតិខ្ញុំមានទឹកចិត្តស្រឡាញ់ណាហើយក៏មានចិត្តមួយដែលចង់ផ្លាស់ប្ដូរខ្ញុំយល់ថាលោកពូនិយាយថាអស់ពីឪបណ្ឌិតមួយនៅឪបណ្ឌិតច្រើនទៀតប៉ុន្តែមិនដឹងគេធ្វើយ៉ាងម៉េចទេលោកពូអញ្ចឹងថ្ងៃនេះខ្ញុំមានពំនាំសំណួររបស់friend របស់ខ្ញុំដែរណាគេផ្ញើសំណួរនេះមកសួរលោកពូហើយក៏ជាខ្ញុំក៏ចង់ដឹងដែរណាអ្វីដែលគេសួរហ្នឹងខ្ញុំក៏ចង់ដឹងដែរណាខ្ញុំចង់ដឹងដែរដូចគេដែរហើយកូនខ្មែរទាំងអស់ក៏ចង់ដឹងដូចគ្នាដែរគេគាត់ចង់សួរថាតើលោកពូមានវិធីសាស្ត្រអីដើម្បីឲ្យយើងរាល់ថ្ងៃខ្មែររាល់ថ្ងៃនេះណាឲ្យមានវិធីសាស្ត្រក្នុងការចាកចេញពីការត្រួតត្រារបស់យួនណាធ្វើម៉េចយើងដើម្បីចេញឲ្យផុតពីការត្រួតត្រារបស់យួនណាសំណួរទី1របស់គាត់ហើយសំណួរទី2គាត់ចង់សួរថាខ្មែររាល់ថ្ងៃហ្នឹងគឺគាត់មើលឃើញថាហាក់ដូចជាបែកបាក់ណាខ្ញុំក៏គិតឃើញយ៉ាងដែរបែកបាក់ម្នាក់ហ្នឹងជេរគ្នាមកខាងទៅមកខាងបាក់នេះបាក់នោះអញ្ចឹងណាចង់បែកបាក់គ្នាអស់ហើយតើមានវិធីសាស្ត្រណាក្នុងការបង្រួមខ្មែរហ្នឹងឡើងវិញហើយឲ្យស្រឡាញ់ទឹកស្រឡាញ់ដីស្រឡាញ់ប្រទេសជាតិទាំងអស់គ្នាហើយជាពិសេសហ្នឹងយើងមានវិធីសាស្ត្រអីក្នុងពូខ្ញុំគាត់ចង់សួរប៉ុណ្ណឹងគាត់ចង់សួរថារឿងទី1គឺបញ្ជាក់ឡើងវិញនិយាយដែរបញ្ជាក់ឡើងវិញថាគាត់ចង់ដឹងថាមានវិធីសាស្ត្រអីដើម្បីយើងចាក់ចេញឬក៏ធ្វើម៉េចឲ្យចេញពីការត្រួតត្រារបស់យួនទី2គឺចង់ដឹងថាធ្វើម៉េចដើម្បីឲ្យខ្មែរនឹងមានការរួបរวมគ្នាឡើងវិញស្រឡាញ់គ្នាឡើងវិញ
រួបរวมគ្នាដើម្បីកសាងប្រទេសជាតិយើងឡើងវិញណាលោកពូហើយខ្ញុំក៏អរគុណលោកពូដែរណាដែលបានប្រសើរនៅទឹកចិត្តដែលខ្ញុំបាននិយាយវីដេអូនេះហើយខ្ញុំក៏នឹងចេះខ្ញុំគ្មានចំណេះដឹងអីខ្ពង់ខ្ពស់ទេនេះខ្ញុំនិយាយពីទឹកចិត្តរបស់ខ្ញុំដែលសម្រាប់ដែលមានចំពោះប្រទេសជាតិប៉ុណ្្នឹងទេណាលោកពូបាទខុសត្រូវអីសូមអភ័យទោសហើយអរគុណដែលលោកពូបានប្រាប់ណានៅចំណុចចំប៉ុន្តែខ្ញុំមិនអាចនិយាយដូចលោកពូបានណាព្រោះយើងនៅក្នុងប្រទេសណាហើយខ្ញុំក៏ជាអ្នកដែលចូលចិត្តតាមដានលោកពូនិយាយដែរខ្ញុំឃើញលោកពូនិយាយច្រើនណាវីដេអូណានិយាយច្រើនហើយខ្ញុំក៏បានទទួលចំណេះដឹងទាំងអស់ហ្នឹងច្រើនដែរបាទអញ្ចឹងអរគុណសម្រាប់លោកពូអ៊ីកំស្រីណាអរគុណដល់អូនយុវជនកូនខ្មែរដែលមានស្មារតីដល់គំនិតជាតិចាប់អារម្មណ៍ពីបញ្ហាជាតិបានដាក់សំណួរនៅពីសំណួរដ៏ល្អហើយសំណួរហ្នឹងក៏ជាសំណួររបស់ប្រទេសជាតិយើងវាពាក់ព័ន្ធទៅដល់76ឆ្នាំមកហើយនេះសំណួរហ្នឹងក៏ប៉ុន្តែសំណួរដែលបងឯងដាក់ពីសំណួរទី1បងឯងបានសួរថាតើយើងមានយុទ្ធសាស្ត្រយុទ្ធវិធីណាដើម្បីរំដោះចេញពីកញ្ញាំដៃនៃអំពើនៃការឈានពានពីយួននេះសំណួរទី1សំណួរទី2ឥឡូវយុវជនកូនខ្មែរបានមើលឃើញថាប្រទេសខ្មែរយើងហាក់បីដូចជាកំពុងតែបែកបាក់គ្នាហើយតើប្រើយុទ្ធសាស្ត្រយុទ្ធវិធីណាដើម្បីឲ្យខ្មែររួបរวมគ្នាឡើងវិញអ្នកពីសំណួរហ្នឹងគឺជាសំណួរអត្ថន័យនៃសង្គមជាតិបច្ចុប្បន្នហ្នឹងហើយក៏ជាវិបត្តិប្រទេសជាតិយើងផងដែរដើម្បីបញ្ជាក់កន្លែងហ្នឹងឲ្យកាន់តែច្បាស់ហ្នឹងខ្ញុំនឹងឆ្លើយនៅសំណួរទី1សំណួរទី1អូនសួរបានល្អណាស់ណាសួរថាតើយើងមានយុទ្ធសាស្ត្រយុទ្ធវិធីណាដើម្បីរំដោះចេញពីកញ្ញាំដៃនៃអំពើនៃការឈានពានពីយួនអញ្ចឹងមុននឹងខ្ញុំឆ្លើយនៅសំណួរហ្នឹងខ្ញុំទៅដាក់សំណួរឲ្យបងឯងមួយសិនដើម្បីឲ្យបងឯងយល់ខ្ញុំទៅសួរសំណួរបងឯងមួយសំណួរសិនខ្ញុំសូមសួរថាបើសិនជាបងឯងដឹងថាសត្រូវហ្នឹងវាជាសត្រូវរបស់ខ្មែរដ៏ពិតប្រាកដហើយតើបងឯងហ៊ានងើបឡើងប្រឆាំងជាមួយវាទេឥឡូវខ្ញុំបញ្ជាក់ឲ្យបានច្បាស់លាស់ម្ដងទៀតថាបើសិនជាបងឯងដឹងថាសត្រូវហ្នឹងដែលបងឯងធ្លាប់គោរពធ្លាប់ឲ្យតម្លៃហ្នឹងហើយវាជាសត្រូវរបស់បងឯងតើបងឯងហ៊ានងើបឡើងប្រឆាំងជាមួយនឹងសត្រូវហ្នឹងទេនេះបងឯងទៅឆ្លើយនៅសំណួរហ្នឹងតាមការពិតចម្លើយបងឯងបានឆ្លើយរួចអស់ហើយចម្លើយបងឯងបានឆ្លើយរួចទៅហើយមិនមែនអត់ឆ្លើយទេអានេះគឺខ្ញុំចង់បញ្ជាក់ទេបងឯងបានឆ្លើយថានៅស្រុកខ្មែរច្បាប់រដ្ឋធម្មនុញ្ញគេហាមឃាត់មិនឲ្យបងឯងនិយាយស្ដីមិនឲ្យបងឯងប៉ះពាល់ដល់អង្គព្រះមហាក្សត្រអញ្ចឹងនៅតែសំណួរខ្ញុំសួរដែរចុះបើសិនជាបងឯងបើខ្លាចប៉ះពាល់ហើយអញ្ចឹងបងឯងចង់ទៅរំដោះទឹកដីយ៉ាងម៉េចអានេះវាជាហេតុផលងាយស្រួលទេបញ្ជាក់ឲ្យឃើញបងឯងថាបងឯងគ្មានលទ្ធភាពមានសមត្ថភាពនឹងទៅរំដោះទឹកដីបានហើយបណ្ដោយឲ្យយួនយកសម្រេចបានជាស្ថាពរបណ្ដាមកពីអីគឺមកពីបងឯងដឹងហើយយល់ហើយតែបងឯងគ្មានសមត្ថភាពគ្មានសកម្មភាពហើយនឹងការតបតទៅវិញអានេះវាជាហេតុផលបញ្ជាក់ច្បាស់ហើយតាអានេះគឺនៅក្នុងសំណួរដែលបងឯងឆ្លើយបានន័យថាឆ្លើយពីសំណួរខ្ញុំរួចទៅហើយតែបងឯងមិនបានចាប់អារម្មណ៍អានេះវាជាចំណុចទី1ដែលខ្ញុំមុននឹងខ្ញុំឆ្លើយនៅពីសំណួរហ្នឹងបានន័យថាខ្ញុំនឹងដាក់សំណួរឲ្យបងឯងរួចទៅហើយបានន័យថាជាសំណួរដែលបងឯងបានឆ្លើយនៅសំណួរខ្ញុំរួចទៅហើយបង្ហាញឲ្យឃើញបញ្ជាក់ឲ្យច្បាស់អានេះវាជាចំណុចទី1ដែលខ្ញុំដាក់នៅសំណួរឥឡូវខ្ញុំឆ្លើយតបពីសំណួរបងឯងម្ដងតាមកំពិតពីសំណួរបងឯងហ្នឹងខ្ញុំបានឆ្លើយតបមកបងឯងអស់រយៈពេល3ឆ្នាំរួចទៅហើយកំពុងតែបន្តឆ្លើយតបនោះទៀតរាល់ថ្ងៃហ្នឹងគឺកំពុងតែឆ្លើយតបនៅសំណួរបងឯងហ្នឹងតែបងឯងមិនបានចាប់អារម្មណ៍ពីចម្លើយរបស់អៀកំស្រីទេតាមពិតអៀកំស្រីបានឆ្លើយនៅសំណួរបងឯងរួចទៅហើយតែបងឯងមិនបានចាប់អារម្មណ៍ទៅប៉ុណ្្នឹងតាដូចជាចំណុចហ្នឹងអូនឯងគិតតែដាក់សំណួរនោះសួរឡើងវិញថាតើយើងធ្វើយុទ្ធសាស្ត្រយុទ្ធវិធីបែបណាដើម្បីរំដោះចេញពីកញ្ញាំដៃនៃអំពើនៃការឈានពានពីយួនក៏កន្លែងហ្នឹងហើយដែលខ្ញុំប្រើពីយុទ្ធសាស្ត្រ2ដើម្បីឲ្យបញ្យល់ដល់សង្គមជាតិទី1ឲ្យបងឯងស្គាល់ថាប្រវត្តិសាស្ត្រហ្នឹងការពិតវានៅត្រង់កន្លែងណាហើយវិបត្តិវានៅត្រង់កន្លែងណាដែលខ្ញុំចេញមកបញ្យល់អស់រយៈពេល3ឆ្នាំនេះហើយខ្ញុំធ្វើคลิปធ្វើវីដេអូធ្វើអីទាំងអស់ដើម្បីបញ្យល់សង្គមហើយខ្ញុំទាញចាប់ឲ្យចំសត្រូវដែលខ្ញុំជេរប្រមាថទៅដល់អាបីសាច់សៀនុហើយនៅកណ្ដួយម៉ែមួយកញ្ចាស់មេពឹសបីសាច់សក់សរន្ទះបាញ់យួនមនិចហ៊ូជីមិញអានឹងហើយដែលហៅតែជាសត្រូវរបស់ខ្មែរដល់ពិតប្រាកដដល់ពេលដែលខ្ញុំជេរអូនឯងនៅគ្នាស្អប់ខ្ញុំនៅគ្នាការពារស្ដេចមកវាយខ្ញុំតែវិបត្តិប្រទេសខ្មែរទាំងអស់ដោយសារតែអាបីសាច់សៀនុតែបងឯងនៅតែមិនព្រមទទួលយកការពិតប្រទេសខ្មែរបាត់បង់ទឹកដីវិនាសមហន្តរាយប្រជាពលរដ្ឋស្លាប់គឺដោយសារតែពីរនាក់ហ្នឹងអញ្ចឹងឥឡូវនេះដើម្បីបញ្ជាក់នៅលក្ខណៈមួយឲ្យបានច្បាស់លាស់ខ្ញុំដើរនៅក្នុងគោលការណ៍ពីរចំណុចដែលជាដំណោះស្រាយនៃបញ្ហាជាតិដំណាក់កាលទី1តែយើងត្រូវធ្វើយ៉ាងម៉េច
មិនដើម្បីប្រើយុទ្ធសាស្ត្រយុទ្ធវិធីយ៉ាងម៉ាដើម្បីរំដោះចេញពីកញ្ញាដៃនៃអង្គើនៃការឈានពានពីយួនអញ្ចឹងខ្ញុំគាត់តែចង់ប្រាប់បងឯងឲ្យច្បាស់លាស់ថាដំណោះស្រាយមានពីរទី1បើបងឯងមិនហ៊ានទៅវាយពួកអារាជានិយមបល័យពូជសាសឈរលើកតា4ឲ្យយួនហាច់ដីឲ្យចិនហាច់រ៉ែខ្មែររងគ្រោះដោយសារអបិសាចសៀនុហើយនឹងកណ្ដួយម៉ែមីកញ្ចាស់មេពឹសបិសាចសក់សរទះបាញ់យួនមនិចហ៊ូជីមិញបើសិនជាបងឯងមិនហ៊ានទេជំរឿបងឯងនៅសល់តែមួយទេបងប្អូនទាំងអស់ទូទាំងពិភពលោកនឹងជួយជំរុញអាខាងរាជានិយមឲ្យមកប្តឹងអៀកំសែងមកអាចចោទអៀកំសែងបានថាប្រមាថមើលងាយស្ដាច់បើតាមនឹងការបកស្រាយរបស់អៀកំសែងចង់បកស្រាយបន្ថែមមួយម៉ាត់ទៀតហៅថាការប្រមាថមើលងាយស្ដាច់តាមពិតអៀកំសែងអត់បានប្រមាថមើលងាយស្ដាច់ទេព្រោះស្ដេចខ្មែរយើងដ៏ពិតប្រាកដគឺព្រះបាទអង្គឌួងបាទនរោត្តមព្រះបាទស៊ីសវត្តនិងព្រះបាទស៊ីសវត្តនីវង្សនេះហើយហៅថាជាស្ដេចរបស់ខ្មែរដ៏ពិតប្រាកដពីព្រោះធម្មតាទេបើស្ដេចខ្មែរការពារទឹកដីខ្មែររក្សាបូរណភាពទឹកដីខ្មែរលើកលែងតែស្ដេចយួនទេដែលវាមិនការពារបូរណភាពទឹកដីហើយយើងមើលឃើញតែសកម្មភាពនិងភាពជាក់ស្ដែងយួនយកទឹកដីយើងអស់ហើយតាកោះត្រល់ព្រំដែនហើយគ្រប់គ្រងស្ថាប័នទាំងអស់នៅស្រុកខ្មែរហើយបញ្ជូនឲ្យយួនមករស់នៅពេញស្រុកខ្មែរបន្ថែមទៀតនេះដែលសបញ្ជាក់ឲ្យឃើញថាអានេះវាមិនមែនជាស្ដេចខ្មែរដូចជាចំណុចហ្នឹងបើអ្នកដែលចង់រំដោះទឹកដីដើម្បីកុំឲ្យកាត់បន្ថយនឹងការបង្ហូរឈាមដូចជាចំណុចទី1ជំរឿបងប្អូនមានតែមួយទេឲ្យពួកអារាជានិយមបល័យពូជសាសន៍ទាំងអស់ហ្នឹងឲ្យមកប្តឹងអៀកំសែងមកហើយបើសិនជាប្តឹងអៀកំសែងបានអាហ្នឹងអៀកំសែងអាចរំដោះទឹកដីបានដែរដោយប្រើទៅលើយុទ្ធសាស្ត្រមួយបើសិនជាពាក្យបណ្ដឹងហ្នឹងអាចប្តឹងពីព្រោះយើងកុំភ្លេចថាបើសិនជាអារាជានិយមហ៊ានប្តឹងមិនមែនប្តឹងអៀកំសែងមិនបានទេមិនមែនដូចទស្សនៈពួកឯងនិយាយថាលោកពូនៅក្រៅប្រទេសលោកពូអាចនិយាយបានគេអាចធ្វើឲ្យកើតអូនឯងយល់ច្រឡំអាពាក្យហ្នឹងសម័យពីដើមជារឿងផ្សេងតែដំណាក់កាលឥឡូវនេះគេហៅថាពិភពលោកយើងគេចងជាសម្ព័ន្ធភាពរវាងការទៅចាប់ពួកអក្រិតកម្មឆ្លងដែនទំនាក់ទំនងឆ្លងដែនដូចជាក្នុងប្រទេសនីមួយៗដែលគេចងវិញធ្លុងមួយចងច្បាច់មកវាមាន130ប្រទេសហើយដែលគេចូលជាច្បាប់ឥន្ទពលដូចជាក្នុងចង្កោមប្រទេសនឹងទាំងអស់ដែលអក្រិតកម្មឆ្លងដែននៅប្រទេសណាក៏អាចគេទៅចាប់យកមកវិញដែរពីព្រោះនេះជាច្បាប់នៅអក្រិតកម្មឆ្លងដែនតែផ្ទុយទៅវិញបើសិនជាអៀកំសែងដូចថាក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលគេបានតាក់តែងថាប្រមាថមើលងាយអង្គព្រះមហាក្សត្របើសិនជាអៀកំសែងប្រមាថមើលងាយដល់ពិតប្រាកដណាស្ដេចនឹងដាក់ពាក្យបណ្ដឹងមកហើយបណ្ដឹងស្រួលតែនៅស្រុកខ្មែរយើងមានស្ថានទូតអូស្ត្រាលីអញ្ចឹងដាក់ញាត់ទៅឲ្យស្ថានទូតអូស្ត្រាលីទទួលយកពាក្យបណ្ដឹងទាំងអស់អៀកំសែងនឹងយកពាក្យបណ្ដឹងឡើងទៅឡាអេហើយបើសិនជាបានទៅបណ្ដឹងឡើងទៅដល់ឡាអេបានអានឹងហើយដើម្បីប្រកបប្រកាសឲ្យអន្តរជាតិឲ្យដឹងថានរណាសម្លាប់ខ្មែរនរណាយកទឹកដីខ្មែរនរណាកម្ចាត់ពូជសាសន៍ខ្មែរតែសំណួរខ្ញុំសួរដល់ងាយស្រួលទេខ្ញុំសួរថាអាស្ដេចខ្លែងខ្លាយទាំងអស់ហ្នឹងគឺក្រោមរាជានិយមបល័យពូជសាសន៍ទាំងអស់ហ្នឹងតើហ៊ានប្តឹងអៀកំសែងអត់អៀកំសែងហ៊ានតាំងយកជីវិតមកដាក់ដើម្បីប្រកួតប្រជែងជាមួយនឹងអំណាចឈ្លានពានបំបត្តិពូជសាសន៍ខ្មែរហ្នឹងដូច្នេះអៀកំសែងអត់ខ្លាចទេហើយបើបងប្អូនខ្លាចមិនបាច់ចេញមេរក្សាជីវិតទៅតែជំរុញឲ្យអាស្ដេចហ្នឹងមកប្តឹងអៀកំសែងមកណែអាក្រមរាជានិយមបល័យពូជសាសន៍មកប្តឹងអៀកំសែងមកអានេះវាជាជំរើសទី1នេះជាបញ្ហាដែលយើងចង់ដឹងឲ្យដើម្បីរំដោះទឹកដីចេញអានេះវាជាជំរើសទី1ជំរើសទី2សកម្មភាពទាំងអស់ដែលខ្ញុំបានបញ្ជាក់ថាវិបត្តិនៅប្រទេសខ្មែរដែលយួនយកទឹកដីយួនបានគ្រប់គ្រងលើប្រទេសខ្មែរយើងទាំងអស់គឺអាស្រ័យទៅលើអាបិសាចសៀនុហើយនឹងកណ្ដួយម៉ែពីកញ្ចាស់មេពឹសបិសាចសក់សរទះបាញ់យួនមនិចហ៊ូជីមិញកន្លែងហ្នឹងដែលជាប្រភពនៃបញ្ហាអូនឯងនាំគ្នាខឹងតែត្រឹមតែហ៊ុនសែនទេយើងដឹងហើយថាហ៊ុនសែនវាជាអាយ៉ងរបស់យួនខ្ញុំបានបញ្ជាក់រួចទៅហើយបងឯងដឹងហើយតែបងឯងដឹងហើយបងឯងនៅតែជេរទៀតហើយដល់បងឯងទៅជេរបងឯងទៅប្តឹងអ្នកណាបើបងឯងមិនចាប់អាមេចៅយួនបងឯងខ្លាចដល់បងឯងខ្លាចបងឯងទៅធ្វើយ៉ាងម៉េចដើម្បីរំដោះទឹកដីពីព្រោះអាយួនវាមើលឃើញថាស្ថានភាពប្រទេសខ្មែរយើងវាចង់យកទឹកដីខ្មែរយើងដល់រាតណាតែវាយកអាស្ដេចខ្លែងខ្លាយមកដាក់នៅលើស្រុកខ្មែរយើងបានវាអាចយកទឹកដីខ្មែរបានវាមិនដែលយកស្ដេចពិតប្រាកដឲ្យមកយកទឹកដីយើងបានទេបងឯងត្រូវយកអាកន្លែងហ្នឹងឲ្យបានច្បាស់លាស់ហើយដល់តែបងឯងចង់យើងមានតែកម្លាំងមួយទៅដឹងអង្គការសហជាតិគ្មានអង្គការសហជាតិណាមកទទួលស្គាល់ហើយយកករណីបងឯងមកចាត់ចែងទេពីព្រោះបងឯងតោងទៅយល់ឲ្យច្បាស់លាស់ថាដូចខ្ញុំលើកឧទាហរណ៍បងឯងទៅឆ្លោះជាមួយនឹងអាបងតែបងឯងមកឆ្លោះជាមួយអាបងហើយអាបងនៅក្នុងផ្ទះរបស់ឪពុកម្ដាយហើយឪពុកម្ដាយបងឯងហ្នឹងបានន័យថាគាត់អត់កាន់ជើងបងឯងទេគាត់កាន់ជើងតែអាបងអញ្ចឹងបានន័យថាបងឯងអត់មានអំណាចអត់មានកម្លាំងទេព្រោះបងឯងចង់ទៅប្តឹងឪពុកចង់ប្តឹងម្ដាយអត់កាន់ជើងបងឯងអត់ការពារបងឯងអញ្ចឹងតែបងឯងទៅប្តឹងប៉ូលីសដល់ពេលតែបងឯងទៅប្តឹងប៉ូលីសក៏អត់មានប្រសិទ្ធភាពទៀតដោយសារអីដោយសារពេលដែលប៉ូលីសគេមកដល់ផ្ទះបងឯងហើយគេសួរបងឯងថាបងឯងរឿងអីខ្ញុំឆ្លោះជាមួយអាបងខ្ញុំវាលួចទ្រព្យសម្បត្តិផ្ទះខ្ញុំនឹងយកទៅលក់ដល់អញ្ចឹងប៉ូលីសគេទទួលយកករណីបងឯងគេដាក់មើលហើយគេបានទៅសួរឪពុកម្ដាយបងឯងគេសួរឥឡូវតើរឿងនឹងវាអញ្ចឹងមែនអត់ដល់តែឪពុកម្ដាយបងឯង
ឆ្លើយវិញថាអេទៅតាមវាឈួតឡប់តាខ្ញុំជាមួយនឹងកូនខ្ញុំអាបងនេះខ្ញុំត្រូវគ្នាតាតែអានេះវាឡប់តែខ្លួនវាតាហើយដល់អញ្ចឹងខ្ញុំសួរថាតើមានប៉ូលីសណាចេញមកធ្វើអន្តរាគមន៍មកខ្លួនឯងបើសិនជាឪពុកម្ដាយខ្លួនឯងហើយនឹងអាបងនឹងវាត្រូវគ្នារួចទៅហើយខ្លួនឯងទៅប្តឹងប៉ូលីសណាមកជួយខ្លួនឯងដូចជាសពថ្ងៃនេះខ្លួនឯងគាត់តែឆ្លោះតែជាមួយអាបងទេតែក្នុងច្បាប់ទឹកដីធ្លីទាំងអស់គឺដីរបស់ស្ដេចដីរបស់ឪពុកម្ដាយខ្លួនឯងហើយឪពុកម្ដាយខ្លួនឯងគឺជាឪពុកម្ដាយខ្លាយៗកន្លែងហ្នឹងតែជាវិបត្តិបញ្ហាទាំងអស់ប្រទេសជាតិវាងាប់នៅអាកន្លែងហ្នឹងហើយដែលខ្ញុំជំរុញឲ្យបងឯងឲ្យដឹងហើយមុននឹងចង់ធ្វើអីក៏ដោយឥឡូវជំរឿបងឯងមានតែមួយទេបើចង់រំដោះយកទឹកដីបងឯងត្រូវងើបឡើងជំរុញឲ្យស្ដេចចេញមកធ្វើអន្តរាគមន៍ព្រោះទឹកដីនេះជាទឹកដីរបស់ស្ដេចមិនទឹកដីរបស់បុគ្គលណាមួយទេគ្មានបុគ្គលណាមួយមកចាត់តាំងហើយកំណត់ហើយកាត់ឲ្យអ្នកណាមួយបានទេមានតែស្ដេចហើយបានថាអញ្ចឹងព្រោះបងឯងសប្ងៃមិនគ្រប់នឹងច្បាប់រដ្ឋធម្មនុញ្ញដោយបងឯងសូម្បីតែនិយាយបងឯងខ្លាចតែប៉ះពាល់អង្គព្រះមហាក្សត្រវាប៉ះពាល់ដល់ច្បាប់រដ្ឋធម្មនុញ្ញក៏ប៉ុន្តែបើបងឯងខ្លាចប៉ះពាល់សួរថាអាស្ថាប័នពួកអាចោហ្នឹងវាមិនយកអីវាយកអំណាចកន្លែងហ្នឹងមកយកមកដាក់ដើម្បីមកប្លន់យកទឹកដីបងឯងហើយដល់បងឯងខ្លាចហើយបងឯងចង់រំដោះទឹកដីទៀតវាសួរថាវាធ្លាក់មកឲ្យបងឯងទៅងាយស្រួលទេបើគ្មានការងើបឡើងតស៊ូឲ្យនឹងប្រឆាំងតែវាងាយស្រួលអត់ឥឡូវឲ្យបងឯងពិចារណាឲ្យបានពិតប្រាកដកុំឲ្យយកទស្សនៈមួយមកចេះតែនឹកឃើញសម័យហើយគ្មានចាត់ឲ្យចំគោលដៅតាមពិតសំណួរតែបងឯងសួរអៀកំសែងហ្នឹងចម្លើយនឹងអៀកំសែងឆ្លើយអស់3ឆ្នាំហើយឆ្លើយតែដែលបើជេរអង្គព្រះមហាក្សត្រតែបងឯងមកចោទតែខ្ញុំជេរអង្គព្រះមហាក្សត្រខ្ញុំបានបញ្ជាក់ថាខ្ញុំអត់បានជេរស្ដេចខ្មែរយើងទេអ្វីដែលខ្ញុំជេរគឺអាស្ដេចខ្លាំងដែលអាយុនវាយកស្ដេចដើម្បីមកយកទឹកដីខ្មែរតែបងឯងទេអ្នកគ្នាមកចោទប្រកាន់មកលើអៀកំសែងថាប្រមាថមើលងាយស្ដេចតែខ្លួនឯងទេការពារស្ដេចចោលការពារអាចោលហើយមកសម្រាប់ជាតិដល់ខ្លួនឯងការពារហើយខ្លួនឯងទៅពឹងឲ្យគេជួយអាណាគេមកជួយបងឯងបានហើយជាពិសេសថែមទៀតហ្នឹងម្នាក់អ្នកគ្នាគិតថាយើងមានតែអ្នកគ្នាទៅប្តឹងអង្គការសហប្រជាជាតិដូចខ្ញុំបានបញ្យល់ប្រាប់បងប្អូនជាហូហែមកហើយរវាងអង្គការសហប្រជាជាតិមិនអាចទទួលបណ្ដឹងពីយើងបានទេដល់រាតណាតែអាស្ដេចហ្នឹងបើមិនចេញមកប្តឹងដល់អង្គការសហប្រជាជាតិដូចជាព្រោះទឹកដីវាទឹកដីរបស់ស្ដេចយើងក្រោមនៅក្នុងរបបរាជានិយមដូចជារបបរាជានិយមបានន័យថាទឹកដីរបស់ស្ដេចហើយបើស្ដេចមិនចេញមកប្តឹងអ្នកណាដែលអាចទទួលបណ្ដឹងពីប្រទេសខ្មែរបាននេះម្នាក់អ្នកគ្នារោរឿងតែត្រឹមហ៊ុនសែនទេតែអត់ដល់គ្នាទៅជំរុញឲ្យអាស្ដេចហ្នឹងដើម្បីចេញមកធ្វើអន្តរាគមន៍ក៏ប៉ុន្តែចំណុចហ្នឹងអាចជាវិបត្តិដែលជាបញ្ហាហើយយើងមើលឃើញថាសកម្មភាពយួនដែលវាភ័យខ្លាចអៀកំស្រីនៅក្នុងស្ថាប័នពួកអាគាំទ្ររាជានិយមចំណុចហ្នឹងហើយដែលវានាំគ្នាមកបង្ខូចឈ្មោះអៀកំស្រីរហូតមកដល់បច្ចុប្បន្ននេះទុំចេញអាឃ្លីបមកបន្តមួយទៀតហើយឈ្មោះអាអ៊ំអឿនប៉ុន្តែអានេះតាមកពិតវាប្រឌិតសាច់រឿងអស់ពីចំណុចមួយថាអៀកំស្រីមកជពាក់លុយនៅអូស្ត្រាលីនោះវាចាំវាប្តឹងរងចាំវាទៅក៏ស្ងាត់ទៅឥឡូវវាថាចោតអៀកំស្រីទៅបោកទឹកលុយគេនៅបារាំងទៀតអាហ្នឹងសិតតែពួកហ្នឹងចេញមកទស្សនៈដើម្បីមួបង្កាច់ចោតប្រកាន់និងដាក់កំហុសក៏ប៉ុន្តែដើម្បីវាទប់ស្កាត់នៅការពារអំណាចរបស់កណ្ដួយមេអាចោរាជានិយមបល័យពូជសាសន៍ហ្នឹងដូចជាចំណុចហ្នឹងហើយម្នាក់នាំគ្នាទៅវាយត្រឹមតែហ៊ុនសែនអត់ធៀបប៉ះពាល់ទៅដល់កណ្ដួយមេអាចោបៃសាចរាជានិយមបល័យពូជសាសន៍ហ្នឹងទីហើយបើសិនជាខ្លាចហើយកុំឲ្យតូចតែទ្រាំឲ្យគេយកទឹកដីទៅទ្រាំងាប់ទៅហើយកុំបង្កើតការជីចាប់ចំណុចសំខាន់បញ្ហាវិបត្តិដ៏ធ្ងន់ធ្ងរគេបង្ហាញគេចង្អុលនាំគ្នាមិនត្រឹមតែមិនចង់ដឹងទេថែមទាំងនាំគ្នាមកស្អប់អៀកំសែងទៀតមកចោទប្រកាន់សិទ្ធិអៀកំសែងនឹងយួនណាជាចារកិច្ចយួនអាគេគ្នាខំប្រាប់អំពីយុទ្ធសាស្ត្រយួនដែលយកទឹកដីខ្មែរហើយបែរជាវារោចំណុចខ្សោយអៀកំសែងមិនបានន័យថាមកចោទរហូតទៅដល់ទៅរោស៊ីបោកប្រាស់ពីរឿងឃោសនាពីរឿងសមាគមឯណាទៅប្រមូលលុយប្រមូលអីណាអៀកំសែងដែរទៅបើបង្កើតសមាគមជាមួយអ្នកណាអាហ្នឹងដែលបង្ហាញឲ្យឃើញច្បាស់ណាក៏ដូចមកពួកអាចោរាជានិយមបល័យពូជសាសន៍ខ្មែរហ្នឹងអាហ្នឹងដែលយើងបញ្ជាក់ពីបញ្ហាពីចំណុចទី1ដែលខ្ញុំចង់បញ្យល់ឲ្យបងប្អូនឯងយល់ពីរឿងវិបត្តិប្រទេសជាតិអំពីបញ្ហាដែលសំណួរដែលបងប្អូនឯងសួរពីសំណួរទី1និយាយអំពីសំណួរដែលបងប្អូនឯងបានសួរថាតើយើងត្រូវធ្វើយ៉ាងដូចម្ដេចនឹងអាចដោះស្រាយចេញពីកណ្ដាប់ដៃនៃអំពើនៃការឈានពានពីយួនអានេះខ្ញុំបានបកស្រាយហើយនៅសំណួរទី1ឥឡូវចូលដល់សំណួរទី2សំណួរទី2ហ្នឹងបងប្អូនឯងបានសួរថាបងប្អូនឯងបានមើលឃើញថាប្រទេសខ្មែរយើងសប្តាហ៍ថ្ងៃហាក់បីដូចជាបែកបាក់គ្នាហើយតើយើងទៅប្រើយុទ្ធសាស្ត្រយុទ្ធវិធីណាដើម្បីបង្រួមគ្នាបានតាមក៏ពិតដែរចម្លើយហ្នឹងក៏អៀកំសែងក៏បានឆ្លើយប្រាប់បងប្អូនអស់រយៈពេល3ឆ្នាំមកដែរជិត400ឃ្លីបហើយដែលអៀកំសែងចេញមកគឺបញ្យល់ពីបញ្ហាវិបត្តិទាំងអស់ហ្នឹងដែលកើតឡើងឥឡូវសំណួរមុននឹងខ្ញុំឆ្លើយនៅសំណួរសួរថាឥឡូវបងប្អូនឯងមើលឃើញថាប្រទេសខ្មែរកំពុងតែបែកបាក់គ្នាហាក់បីដូចជាបែកបាក់មិនមែនហាក់បីដូចទេគឺខ្ញុំក៏នឹងប្រាប់បងប្អូនឲ្យយល់ថាមិនមែនហាក់បីដូចទេគឺបែករួចទៅហើយបែកហ្នឹងមិនមែនទៅតែបែកទេបានតែបែក70%
6ឆ្នាំមកហើយមិនមែនទៅតែបែកទេហើយក៏មិនមែនហាក់បីដូចតែបែកដែរអញ្ចឹងបងឯងត្រូវយល់អាពាក្យហ្នឹងតែបងឯងពីដើមមិនដែលបានចាប់អារម្មណ៍ហេតុអីបានហៅថាខ្មែរយើងកំពុងតែបាក់បែកគ្នាខ្ញុំសំណួរយើងសួរថាអា3សាយសៀនុទៅជួយយួនវាយបារាំងបានន័យថាមកធ្វើសង្គ្រាមវាយជាមួយខ្មែរដែរប្រឆាំងហើយជាមួយនឹងលោកសឹកមកថាញ់ដេញតាមសម្លាប់គាត់ខ្មែរអ្នកស្នេហាជាតិប្រឆាំងជាមួយជនក្បត់ជាតិអាហ្នឹងយើងនៅតែប្រឆាំងគ្នាអាហ្នឹងយើងថាយើងបែកយើងវាយជាមួយខ្មែរអានេះមួយសារដំណាក់កាលទី2ដែលយើងនិយាយពីសង្គ្រាមដែលកើតឡើងនៅក្នុងឆ្នាំ1970ប្រជាពលរដ្ឋខ្មែរដោយការជឿទៅលើកណ្ដួយម៉ែអា3សាយសៀនុហើយនឹងកណ្ដួយម៉ែមីកញ្ចាស់មីពឺ3សាយសក់សយួនមនិចហ៊ូជីមិញនាំគ្នារត់ជួបព្រៃម៉ាក់គីហើយមកធ្វើសង្គ្រាមមកវាយជាមួយខ្មែរគ្នាឯងឥឡូវយើងសួរថាបែកទៅហើយនៅបានន័យថាបែកបាក់ហើយខ្មែរយើងស្លាប់ទាំងរបួសចិត្ត1លានអ្នកនៅក្នុងសម័យលន់នល់អានឹងយើងនិយាយពីខ្មែរបែកបាក់គ្នាហើយបន្ទាប់ពីការបែកបាក់បន្តទៀតនៅក្នុងឆ្នាំ1975មកទល់នឹង74យើងសូមសួរថាខ្មែរស្លាប់អស់ចិត្ត3លានអ្នកណាអ្នកសម្លាប់ខ្មែរគាត់នៅតែមុខខ្មែរសម្លាប់ខ្មែរហើយខ្ញុំសួរថាតើខ្មែរយើងមិនដែលថារួចឲ្យយើងបានរួមគ្នាពីចំនួនណាមកអ្វីដែលខ្មែរបានរួមគឺបានតែចំនួនសម័យអាណានិគមបារាំងអានឹងបានយើងបានរួមគ្នាក៏ប៉ុន្តែបើក្រោយពីសម័យអាណានិគមបារាំងដែលកណ្ដួយម៉ែអា3សាយសៀនុវាមកគ្រប់គ្រងលើទឹកដីខ្មែរហើយពេលហ្នឹងហើយខ្មែរបែកបាក់គ្នាវាយគ្នាដណ្ដើមអំណាចគ្នាហើយគ្រប់គ្រងដើម្បីធ្វើសកម្មភាពបម្រើយួនមកសម្រាប់ខ្មែរនៅតែខ្មែរដែរនៅតែខ្មែរវាយខ្មែរបែកបាក់មួយខ្មែរណានេះជាយុទ្ធសាស្ត្របញ្ជាក់ឲ្យឃើញច្បាស់អានេះយើងនិយាយពីដំណាក់កាលពីឆ្នាំ1975មកទល់នឹង79អាហ្នឹងយើងនិយាយថាខ្មែរសម្រាប់ខ្មែរអាហ្នឹងថាខ្មែរបែកបាក់ក្រោយមកទៀតពីឆ្នាំ1979មកទល់នឹងឆ្នាំ1993សង្គ្រាមកើតឡើងវាយប្រឆាំងជាមួយយួនក៏នៅខ្មែរនៅក្នុងចង្កោមមួយដែរហៅថាក្រុមពួកហេងសំរិនបានន័យថាវាមានខាងប៉ែនសវណ្ណមានខាងចាន់ស៊ីបន្ទាប់ចាន់ស៊ីហើយបានឡើងមកដល់ហ៊ុនសែនប្រឆាំងជាមួយនឹងចលនាតស៊ូជាមួយត្រីភាគីក៏នៅតែខ្មែរវាយខ្មែរអស់រយៈពេលប្រហែល4ដល់10ឆ្នាំដែលសកម្មភាពធ្វើឡើងហើយបន្ទាប់មកបានយើងទាញបានអង្គការសហជីវជាតិមានតែអង្គការសហជីវជាតិទេបង្រួបបង្រួមរវាងខ្មែរឲ្យនៅសល់តែខ្មែរតែមួយក៏ប៉ុន្តែដែលយើងមិននឹកស្មានដល់ថាកណ្ដួយម៉ែអា3សាយស៊ីនោះហើយនឹងកណ្ដួយម៉ែមីកញ្ចាស់មានពឺ3សាយសក់សរទះបាញ់យួនមនិចយូជីមិញបានដេញអង្គការសហជីវជាតិចេញអំណាចវាធំណាស់ដល់វាដេញអង្គការសហជីវជាតិនាំគ្នាទទួលស្គាល់ថាអូវាជាវីរភាពដ៏អស្ចារ្យរបស់កណ្ដួយម៉ែអា3សាយស៊ីនោះដែលវាថាវាប្រើប្រយុទ្ធសាស្ត្របង្រួបបង្រួមជាតិហើយចុះបើសិនជាវាប្រកែសំណួរយើងសួរទៅម៉ាត់ទេបើម្នាក់ដែលលើកជើងកណ្ដួយម៉ែអា3សាយស៊ីនោះហ្នឹងសួរថាបើសិនជាវាអ្នកបង្រួបបង្រួមហើយហេតុអីបានវាចាំធ្វើសង្គ្រាមអស់4ដល់10ឆ្នាំតាំងពី79មកមិនវាមិនចុះទៅបង្រួបបង្រួមជាមួយយួនទៅយើងបាច់យកឲ្យវិញឆ្ងាយដើម្បីបកស្រាយទេហេតុអីបាន4ដល់10ឆ្នាំហើយដល់តែអង្គការសហជីវជាតិចុះទៅហើយបានវាប្រើពាក្យថាបង្រួបបង្រួមអានឹងវាសមទេអានឹងក៏ជាយុទ្ធសាស្ត្របោកទេដោយសារក្រុមពួកកណ្ដួយម៉ែអា3សាយនេះជានិយមបល័យពូសាសហ្នឹងគេបញ្ជាក់បង្ហាញច្បាស់ហើយអានឹងហៅថាអូនឯងក៏តែប្រើពាក្យហាក់បីដូចជាបែកបាក់មិនហាក់បីទេបែកបាក់យូរហើយមិនមែនទៅតែបែកបាក់ទេដោយពួកឯងអត់ដឹងថានរណាជាមិត្តនរណាជាសត្រូវកន្លែងហ្នឹងហើយដែលអៀកំសែងបានផ្លាយចម្លើយហ្នឹងវាអស់3ឆ្នាំរួចទៅហើយដែលចេញឃ្លីបបន្តបន្ទាប់នោះដោយសារពីឆ្លើយនឹងចម្លើយអស់ហ្នឹងតែពួកឯងមិនបានចាប់អារម្មណ៍ពីចម្លើយអៀកំសែងមិនត្រឹមតែមិនចាប់អារម្មណ៍ទេបែរជាមកចោទអៀកំសែងរោពីយុទ្ធសាស្ត្ររោពីវិធានការដើម្បីកម្ចាត់អៀកំសែងចោលក្រោមរូបភាពអៀកំសែងជាអ្នកលាតត្រដាងនៅសកម្មភាពអំពើដែលយួនឈានពានបំបត្តិពូជសាសន៍ខ្មែរបែរជាពួកឯងមិននាំគ្នាការពារបែរជានាំគ្នារួមគ្នាមកកំទេចហើយចោទប្រកាន់ថាអៀកំសែងហ្នឹងយួនថែមទៀតអាហ្នឹងបញ្ជាក់ឲ្យបង្ហាញឲ្យឃើញច្បាស់ណាពីយុទ្ធសាស្ត្រអស់ហ្នឹងហើយយើងមើលឃើញថាក្រោយពីឆ្នាំ1993មកទល់នឹងឆ្នាំ2017នេះសបញ្ជាក់ឲ្យឃើញថាយុទ្ធសាស្ត្រយួនដែលកំទេចពូជសាសន៍ខ្មែរសម្លាប់ខ្មែរដេញខ្មែរចំណាក់ចោលស្រុកសិតតែយុទ្ធសាស្ត្រនិងផែនការថ្មីដើម្បីគេកំទេចហើយគេបង្កើតយុទ្ធសាស្ត្រថ្មីទៀតទៅជាបង្កើតគណៈបកដែលខ្ញុំបានលើកតួអង្គ4ឲ្យមកសម្ដែងយុទ្ធទឹកដីខ្មែរវាមានតួអង្គស្ដេចវាមានតួអង្គចិត្តល្អហើយវាមានតួអង្គចិត្តអាក្រក់ហើយវាមានតួអង្គបំបែកក្រោមរូបភាពនៅការឈឺចាប់របស់កណ្ដួយម៉ែអាបកចោលសម្ព័ន្ធយួន3សាច់រន្ទះបាញ់អាឃឹមវាសនាសិតតែពួកនឹងបង្កើតដើម្បីអីដើម្បីឲ្យមកវាយបំបែកឲ្យខ្មែរទៅជាចម្រៀកតូចងាយស្រួលកុំឲ្យសកម្មភាពខ្មែរយើងប្រមូលផ្ដុំដើម្បីបញ្ជាក់កន្លែងហ្នឹងខ្ញុំនឹងបង្ហាញរូបភាពនឹងឲ្យបងឯងមើលឃើញឲ្យច្បាស់ពីយុទ្ធសាស្ត្រយួនណាហើយខ្ញុំធ្វើរូបភាពដើម្បីបង្ហាញបងឯងហើយខ្ញុំនឹងបញ្ជាក់នៅឃ្លីបទី2ដើម្បីបញ្យល់ពីមូលដ្ឋានពីសកម្មភាពដែលគេទៅបំបែកកម្លាំងជាតិខ្មែរយើងឲ្យទៅជាចម្រៀកតូចដូច្នេះខ្ញុំនឹងបង្ហាញពីយុទ្ធសាស្ត្រនិងយុទ្ធវិធីដើម្បីនៅក្នុងគ្រប់គណៈបកទាំងអស់ដែលនៅលើទឹកដីខ្មែរយើងសពថ្ងៃហ្នឹងដែលខ្ញុំនឹងបង្ហាញពីសកម្មភាពនៃរូបភាពទាំង4ហ្នឹងដែលខ្ញុំបានបញ្ជាក់ឲ្យវាមានតួអង្គស្ដេចនឹងបានន័យថាអា3សាច់សៀនុហើយនឹងមីកញ្ចាស់មេពឺ3សាច់សក់សយួនមនិចហ៊ូជីមិញគឺជាគេយកអាស្ដេចខ្លាំងៗហ្នឹងដែលប្រមូលទឹកដីឲ្យយួនហើយដែលគេពង្រឹងអំណាចទៅឲ្យអាតួចិត្តអាក្រក់គឺគណៈបកប្រជាជនហើយបន្ទាប់មកវាមានតួចិត្តល្អគេលើកអាសំរងស៊ីនយោបាយវាដើរជាង20ឆ្នាំហើយបន្ទាប់មកគេហៅថាតួបំបែកហ្នឹងជាអ្នកណាគឺកណ្ដួយម៉ែអាចោលតួ
អង្គបំបីក្រោមរូបភាពនៅការឈឺចាប់របស់កណ្ដួយមគ្គអបចោលសម្ព័ន្ធយួន3សាច់រន្ទះបាញ់អាគមវាសនាអានេះគេហៅតួបំបីក្រោមរូបភាពបង្កើតនៅការឈឺចាប់ក៏ប៉ុន្តែយើងមើលឃើញថាសកម្មភាពវាជាចោលរួចទៅហើយដែលបានធ្វើសកម្មភាពដោយចរចាជាមួយនឹងពួកយួនដើម្បីសុំឲ្យបើកគណៈបកបំបែកឲ្យខ្មែរទៅជាជំរាកតូចនេះជាយុទ្ធសាស្ត្រគេហៅថាជាតួអង្គបំបែកហើយវាគោលបំណងវាអត់ចំជាប់ស្លឹកឆ្នោតស្អីទេឯងយល់ក៏វាឯងមិនយល់ក៏វាអត់ជីក្បាលអានេះជាគោលនយោបាយគេហៅថាជាតួបំបែកឲ្យតែបកណាងើបឡើងវាបំបែកមកអានឹងហើយគេហៅថាជាយុទ្ធសាស្ត្របំបែកហើយបងអូនឯងបានមើលឃើញថាសកម្មភាពខ្មែរយើងហាក់បីដូចជាបែកបាក់គ្នាអញ្ចឹងខ្ញុំប្រាប់បងអូនឯងថាចំនួនកន្លែងណាដែលខ្មែររួបរวมគ្នាបានន័យថាខ្មែរគ្មានចំណុចដែលហៅការរួបរวมទេមានតែបែកបាក់ហើយអ្វីដែលមានការរួបរวมមានតែមួយទេដែលខ្មែរយើងអាចរួបរวมគ្នាបានគឺសម័យអាណានិគមបានន័យថា90ឆ្នាំដែលយើងក្រោមការគ្រប់គ្រងរបស់បារាំងអានឹងខ្មែរយើងរួបរวมគ្នាអត់ដែលបែកបាក់គ្នាទេអានឹងយើងមានតែក្រោយមកទេចុងអាណានិគមនេះយើងចាញ់បោកកណ្ដួយមេចោលរាជានិយមពួកបីសាយសៀនុដែលវាងើបមកវាបង្កើតក្រុមពួកខ្មែរអ៊ីស្រាហើយវាបង្កើតក្រុមកងអាជីវពលដើម្បីធ្វើសកម្មភាពវាយបារាំងក្រោយមកបានសកម្មភាពខ្មែរយើងរវាងខ្មែរបានបែកបាក់គ្នាបន្តទៀតអានេះមកទល់នឹងសប្តាហ៍ថ្ងៃដើម្បីបញ្ជាក់នឹងសូមអរបងប្អូនរងចាំស្ដាប់ឃ្លីបទី2ជាឃ្លីបបន្តខ្ញុំនឹងបញ្ជាក់បង្ហាញអំពីយុទ្ធសាស្ត្រគេហៅថាជាតួអង្គទាំង4ឲ្យមកបំបែកខ្មែរដើម្បីប្រមូលអំណាចឲ្យយួនគ្រប់គ្រងលើទឹកដីខ្មែរសម្រេចបានហើយកុំឲ្យមានការតតាំងហើយនឹងតវ៉ានៅលើឆាកអន្តរជាតិហើយជាចុងបញ្ចប់នេះអៀកំសែងក៏សូមអរគុណទៅដល់យុវជនកូនខ្មែរដែលបានដាក់សំណួរដ៏ល្អហើយនឹងជាយុទ្ធសាស្ត្រដើម្បីពន្យល់ដល់សង្គមជាតិឲ្យដឹងយល់ផងដែរថាប្រទេសជាតិយើងកំពុងតែក្រោមការឈានពានរបស់យួនបំបត្តិពូជសាសន៍ខ្មែរហើយមិនទន្ទឹមនៅពេលនេះផងដែរក៏សូមពន្យល់ទៅដល់បងប្អូនយុវជនកូនខ្មែរកុំឲ្យខ្លាចពីបញ្ហាដាក់សំណួរអូនអាចដាក់សំណួរសួរអៀកំសែងបានគ្រប់ចំណុចទាំងអស់រាល់វិបត្តិនៃបញ្ហាដំណោះស្រាយនៃបញ្ហាជាតិមកលើប្រទេសជាតិយើងសប្តាហ៍ថ្ងៃនេះអូនឯងអាចដាក់សំណួរបានគ្រប់សំណួរទាំងអស់អៀកំសែងនឹងបកស្រាយទៅតាមលំដាប់ដំដោយនៃវិបត្តិប្រទេសជាតិកម្ពុជាយើងដូច្នេះខ្ញុំនឹងសង្ឃឹមយ៉ាងមុតមមថាអូននឹងអាចរកនៅសំណួរដ៏ល្អដើម្បីដាក់សំណួរនៅលើคลิปដើម្បីជួយបញ្ជាក់ដល់សង្គមជាតិឲ្យគាត់បានយល់ទាំងអស់គ្នាក្រោមរូបភាពនៃការឈានពានរបស់ពួកកណ្ដួយមេកម្ពុជាចៅយួនបន្លំខ្លួនមកធ្វើជាខ្មែរដើម្បីឲ្យបងប្អូនប្រជាជាតិយើងទាំងអស់បានស្គាល់ដឹងយល់ឲ្យច្បាស់ដើម្បីជៀសវាងផុតពីសេចក្តីមរណានៃការស្លាប់ដោយអត់ដឹងថានរណាជាមិត្តនរណាជាសត្រូវដ៏ពិតប្រាកដដូច្នេះសូមបងប្អូនរងចាំស្ដាប់ភាគទី2ជាភាគបន្តបាទសូមអរគុណ